សូមស្វាគមន៍មកកាន់រមណីយដ្ឋានមហាព្រំតោះចង់ដឹងរមណីយដ្ឋានមហាព្រំមានអ្វីខ្លះតាក់ទាញសូមមកទស្សនាមួយខ្ញុំយើងគាត់ទៅចូលមកដល់ទីនេះគឺយើងមានឃើញនេះក្រែមធំៗណាបាទចង់កំងមួយអីបាទហូបអីក៏បានដែរនេះបាទហូបមួយដឹងមួយតែម្ដងបាទបាទគេមានផ្សែងគេស្រស់ស្អាតណាគេបាទមានទេសភាពគឺតាក់ទាញផ្លែកជាច្រើនមកជាមួយនឹងតកកឈូសព្រោះអាកាសធាតុក្តៅយើងហូបមួយទៅតកកឈូសបាទគឺឆ្ងាញ់ឈ្ងុយតែម្ដងបាទតោះឥឡូវយើងដើរមកជុំទៀតយើងនឹងចូលទៅមានស្រះបាទមានស្រះចំកដាលរមណីយដ្ឋានថ្ងៃនេះខ្ញុំមកចៃដន្យតែបានជួបញាតិបាទញាតិរបស់ខ្ញុំនៅខាងនៃឈុកវ៉ាកប់ស្រូវហ្នឹងបាទសិតតែញាតិតែបាទគាត់កំពុងតែវាយឡើងដល់ម៉ោងស្មោះនេះបាទគឺនៅក្នុងរមណីយដ្ឋានហ្នឹងគឺមានកញ្ចុះអណ្ដែតទឹកនិងកញ្ចុះលើទឹកអញ្ចឹងបងប្អូនមកពិតជាមិនខុសបំណងទេហើយនៅក្នុងស្រះនេះគឺយើងអាចជិះទូកលេងបានយើងអាចស្ទួចត្រីវិញលេងបានហើយត្រីមានច្រើនប្រភេទមែនទែនបាទអញ្ចឹងបងប្អូនអាចខលឬក៏មកដល់ហើយចាំកក់កញ្ចុះក៏បានព្រោះកញ្ចុះមានច្រើនបាទអានេះសពនិមិត្តដែរបងប្អូនណាហើយកន្លែងនេះគឺកន្លែងក្មេងលេងបាទកន្លែងក្មេងលេងហើយយើងមានកញ្ចុះនៅជុំវិញស្រះហ្នឹងបាទកញ្ចុះធំបាទមកគ្រួសារអង្គុយមកគឺកូនចៅ4 5នាក់អីដាក់មកល្មមតែម្ដងពីព្រោះកញ្ចុះធំយើងអាចសម្រាកលេងក្រោយពីញ៉ាំអាហារហើយបាទហើយមានទេសភាពប្លែកជាច្រើនបងប្អូនណាបាទទេសភាពប្លែកជាពិសេសគឺមានផ្កាបាទស្អាតជាច្រើនកន្លែងនោះគឺគេធ្វើសម្រាប់បោះតង់បាទបោះតង់ឲ្យបងប្អូនចង់មកបោះតង់លេងក៏បានបាទនៅខាងក្រោយជារមណីយដ្ឋានមហាព្រំមានភ្នំសពនិមិត្តបាទភ្នំសពនិមិត្តទឹកធ្លាក់ជ្រោះសំទោសទឹកជ្រោះធ្លាក់មកអញ្ចឹងទៅបាទហើយមានសត្វបាទមានប្រភេទ Dinosaur មានសត្វល្មូនធំបាទគឺទេសភាពល្អមែនទែនសម្រាប់បងប្អូនមកសម្រាប់លំហែកាយមិនខុសបំណងទេបាទអញ្ចឹងបងប្អូនដែលមានបំណងបាទចង់បានដីធ្វើផ្ទះលំហែនៅជាយក្រុងណាបាទរើសយកទីតាំងមួយនេះគឺល្អបំផុតអញ្ចឹងខ្ញុំមានដីកែងមួយកន្លែងគឺនៅទួលមុខនឹងរមណីយដ្ឋាននឹងតែម្ដងហើយដីហ្នឹងគឺបងប្អូនអាចបង្កើតចំណូលបានទិញភ្លាមគឺបងប្អូនអាចសង់ជាមួយនឹងផ្ទះលំហែនៅផងអាចរកស៊ីផងពីព្រោះនៅទីនេះគឺមានភ្ញៀវច្រើនមែនទែនឲ្យតែថ្ងៃសៅរ៍អាទិត្យថ្ងៃបុណ្យទានណាគឺអត់មានកន្លែងអង្គុយទេទាល់តែកក់មុនអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងចង់មកលេងកំសាន្តកុំភ្លេចរមណីយដ្ឋានមហាព្រំបាទបន្ទាប់ពីលោកអ្នកបានទស្សនាបាទទេសភាពស្អាតក៏ដូចជាកន្លែងអង្គុយលេងនៅក្នុងរមណីយដ្ឋានមហាព្រំរួចហើយតោះខ្ញុំនាំពុកម៉ែបងប្អូនមកមើលទីតាំងដីមួយកន្លែងនេះដីស្អាតតែម្ដងទល់មុខនឹងរមណីយដ្ឋានមហាព្រំផ្លូវមេនេះកន្លែងគេយកលុយឡានលុយម៉ូតូអញ្ចឹងណាកន្លែងនេះគឺផ្លូវបេតុងបាទសងខាងដីនេះគឺមានទំហំបាទ20 x 20បាទខ្ញុំលក់ជូនបងប្អូននៅតម្លៃធូរថ្លៃមែនតើតែម្ដងប្លង់រឹងបងណាបាទហើយដីនេះយើងអាចបើកបាទលបរ៉ូស៊ីអីក៏បានបើកហាងកាហ្វេបើកហាងបាយពីព្រោះនៅទីនេះបងប្អូនដឹងស្រាប់គឺទល់មុខនឹងរមណីយដ្ឋានមហាព្រំនឹងអញ្ចឹងបងប្អូនចង់បានណាខ្ញុំលក់ឲ្យធូរថ្លៃឲ្យចង់ដឹងតម្លៃសុំឆាតមក20 x 20ជាប់ផ្លូវបេតុងមានប្រព័ន្ធទឹកភ្លើងហើយស្អាត